បាទជំរាបសួរនិងសួស្តីដល់សិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ទៀតហើយគឺពាក់ព័ន្ធជាមួយនឹងកន្សោមពេជ្រគណិតហើយកន្សោមពេជ្រគណិតហ្នឹងគឺខ្ញុំញែកជាពីរគឺឯកធាហើយនិងពហុធាតើអ្វីគឺទៅជាឯកធាហើយអ្វីទៅជាពហុធាអញ្ចឹងនៅក្នុងនេះខ្ញុំបានសរសេរដែរគឺឯកធាគឺជាកន្សោមពេជ្រគណិតដែលមានតែប្រមាណវិធីគុណនិងស្វ័យគុណដែលមាននីតិសន្នជាចំនួនគត់វិជ្ជមានឬក៏ស្មើ0តើនីតិសន្នជាចំនួនវិជ្ជមានចំនួនបែបម៉េចហើយនីតិសន្ននឹងបែបម៉េចហើយហេតុអីក៏វាជាចំនួនគត់វិជ្ជមានហេតុអីក៏វាមិនអវិជ្ជមានផងមកដល់ខាងមួយទៀតគឺពហុធាគឺជាផលបូកនៃ2ឬច្រើនឯកធាមិនដូចគ្នាមានន័យថាឯកធាគឺមានតែ1ហើយពហុធាហ្នឹងវាមានឯកធាបូក1 2 3ឯកធាច្រើនទៀតអាហ្នឹងគេហៅថាពហុមានន័យថាគេរាប់ចាប់ពី2ឡើងទៅឯកគឺ1ទ្វេគឺ2ចឹងទៅប៉ុន្តែពហុគឺគេចាប់ពីទ្វេចាប់ពី2ឡើងទៅនេះហើយគឺជាពហុធាចឹងឥឡូវយើងមកស្គាល់អំពីឯកធាទាំងអស់គ្នាឯកធាឧទាហរណ៍ថា5ឧទាហរណ៍បាទសូមខ្ញុំសរសេរច្រាស់ចឹងមានអារម្មណ៍ថាអត់ស្អាតទេជាស្រ័យហ្នឹងឧទាហរណ៍ថា 5x ការ៉េអានេះគឺជាឯកធាដោយសារវាអត់មានអីផ្សេងទេវាមានតែប្រមាណវិធីគុណនិងស្វ័យគុណបើគេអត់សរសេរមានន័យថាវាអូជាស្រ័យហ្នឹងអត់សរសេរមានន័យថាកន្លែងនេះគឺគុណណាបាទគឺគុណហើយខាងនេះគឺជាស្វ័យគុណអត់មានបូកអីផ្សេងទៀតអត់មានទេមានតែសញ្ញាគុណហើយនិងស្វ័យគុណនេះហើយគឺជាឯកធាដល់ពេលពហុធាលើសពីនេះតិចមកលើសពី5ឧទាហរណ៍ដូចគ្នាចឹងខាងនេះបើសិនជាយើងមាន 5x ការ៉េនេះគឺជាឯកធាឥឡូវយើងបូកជាមួយនឹងឯកធាមួយទៀតមកឧទាហរណ៍ថា 5x ចឹង 5x យើងមើលទៅ1ឯកធាហើយខាងនេះ1ឯកធាទៀតចឹងមានន័យថា2ឯកធាចាប់ពី2ឯកធាឡើងទៅគេហៅថាពហុធាបាទចាប់ពី2ឡើងទៅគឺជាពហុធាអញ្ចឹងឥឡូវយើងមកស្គាល់ឯកធាមួយទៀតឧទាហរណ៍ថាយើងមាន3ចាយើងមាន 3x សេគុណ5នេះគឺជាឯកធាឬក៏ជាពហុធាយើងបញ្ជាក់ផងដែរថានេះគឺជាមានតែសញ្ញាគុណហើយនេះស្វ័យគុណចឹងយើងគិតទៅវាជាឯកធាដោយសារវាមានតែមួយវាអត់មានពាក់ព័ន្ធជាមួយនឹងសញ្ញាបូកឬក៏សញ្ញាដកទេឯកធាបញ្ជាក់ណាវាអត់មានពាក់ព័ន្ធជាមួយនឹងសញ្ញាបូកឬក៏សញ្ញាដកទេបាទឥឡូវឧទាហរណ៍ថាឯកធាមួយទៀតបើសំទោសពហុធាម្ដងពហុធាបើសិនជាមាន 2a ការ៉េអានេះគឺត្រឹមតែឯកទេយើងបន្ថែមសញ្ញាដកខាងលើសញ្ញាបូកខាងនេះសញ្ញាដកម្ដងចាa បូក1តើនេះវាជាឯកធាឬក៏ជាពហុធាបើយើងសង្កេតមើលទៅវាពាក់ព័ន្ធជាមួយនឹងសញ្ញាបូកឬក៏សញ្ញាដកនេះ1ឯកធាទៀតអាហ្នឹងគឺជាច្រើនឯកធាអញ្ចឹងចាប់ពី2ឡើងទៅគឺជាពហុធាបាទសូមបញ្ជាក់កន្លែងហ្នឹងផងដែរហើយបន្តទៀតតើខាងមុខនេះ3លេខ3ហ្នឹងគេហៅអ្វីហើយ x នេះគេហៅអ្វីហ
ហើយលេខ5នេះគេហៅអ្វីបងប្អូនស្គាល់ហ៎លេខ3តើលេខ3តើឥឡូវយើងមកស្គាល់លេខមក3ហៅថាមេគុណហៅថាមេគុណអូមេគុណមេគុណបន្ទាប់មក x ជាអ្វី x គឺជាអថេអូអថេឬក៏គេហៅថាគោលបាទគោលនៃឯកភាពរបស់យើងគឺគោលរបស់វាតទៅមក5គេហៅអ្វី5គឺអីគេទៅ5គឺជាអី5គឺជានេះស្វ័យគុណតែខ្លះគេហៅថាវិទូសនអីចឹងទៅអញ្ចឹងឬក៏មួយទៀតខ្សែអស់មកទៅហៅថានេះទូសនតែជាទៅគេមិនសូវហៅគេហៅតែស្វ័យគុណអថេឬក៏មេគុណបាទតែឥឡូវយើងគេបន្តទៀតយើងនិយាយបន្តទៀតគឺថាឯកធាតុគឺជាកន្សោមបេក្ខនិតដែលមានតែប្រមាណវិធីគុណនិងស្វ័យគុណបាទនេះគឺជាប្រមាណវិធីគុណនិងស្វ័យគុណដែលមាននិទុសនជាចំនួនគុណវិជ្ជមានអញ្ចឹងបើសិនជាយើងដាក់អវិជ្ជមានវិញតើវាជាពហុធាតុដែរអត់បាទបើសិនជាឧទាហរណ៍ថាកន្លែងនេះ 5x ការ៉េយើងដាក់ថា 5x សគុណដក2វិញតើវាជាពហុធាតុដែរអត់ពួកយើងសាកទៅគិតតិចទៅបើសិនជាគិតអត់ចេញទេចាំ comment សួរបន្តទៀតបាទហើយចុះកន្លែងនេះគេថាអវិជ្ជមានឬ0សំទោសគុណវិជ្ជមានឬ0អញ្ចឹងគេបានបញ្ជាក់ផងដែរថាបើសិនជាវាជាចំនួនគុណនេះគេថានិទុសនជាចំនួនគុណវិជ្ជមានន័យថាអត់មានសញ្ញាដកទេគឺវាមានតែសញ្ញាបូកហើយឬ0មានន័យថាតូចបំផុតឬ0អញ្ចឹងបើន័យថាតូចបំផុតឬក៏ x សេគុណ0អញ្ចឹងទៅបាទចុះយើងស្រាយមកវិញថាតើ 5x សេគុណដក2នេះជាឯកធាតុដែរទេបាទអញ្ចឹងនេះជាលំហាត់របស់យើងហើយជាកិច្ចស្រាវជ្រាវរបស់យើងដែរអញ្ចឹងសូមបងប្អូនទៅជួយស្រាវជ្រាវកន្លែងហ្នឹងតិចទៅបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណ